សួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំសូមបង្ហាញពីរបៀបឆាមឹកម្រេចខ្ចីចាខ្ញុំមានមុខបំពង់ចាបន្ទាប់មកម្រេចខ្ចីនិងខ្ញុំប្រើខ្ទឹមបារាំងចាស្លឹកក្រូចសើចនិងស្លឹកខ្ទឹមចាខ្ញុំនឹងបង្ហាញវិធីធ្វើចាមុននឹងឆាមឹកគឺខ្ញុំធ្វើការស្រុកមឹកសិនព្រោះអីមឹកបើសិនជាយើងឆាទាំងអញ្ចឹងហ្មងវានឹងចេញទឹកអញ្ចឹងខ្ញុំធ្វើការស្រុកសិនចឹងពេលដែលមឹកដែលស្រុកហ្នឹងគឺខ្ញុំធ្វើការដាក់ស្លឹកក្រូចសើចចូលហើយធ្វើការស្រុកចូលបន្តមកទឹកឲ្យពុះទៅខ្ញុំដាក់មឹកចូលចាបន្ទាប់ពីទឹកពុះខ្ញុំធ្វើការចាក់មឹកចូលដើម្បីស្រុកតមកខ្ញុំសុំតែមួយផ្លែទេខ្ញុំធ្វើការចាក់ចេញដើម្បីយកមកឆាចាបន្ទាប់មកខ្ញុំធ្វើការដាក់ខ្ទះឆាចាចាក់ពេញចូលបន្ទាប់មកខ្ញុំដាក់ខ្ទឹមឆាចូលពីខ្ញុំដាក់ខ្ទឹមខ្ញុំធ្វើការដាក់ប្រេងខ្យងដាក់ស្ករបន្ទាប់មកខ្ញុំធ្វើការដាក់ម្រេចឲ្យមើមខ្ទឹមចូលខ្ទឹមបារាំងខ្ចីនិងខ្ទឹមបារាំងចូលហើយដាក់ត្រីបន្តិចតោះមកដាក់គល់ខ្ទឹមចូលខ្ញុំធ្វើការដាក់មឹកចូលដើម្បីយើងស្រុកហើយចាព្រឹកឆាយើងស្ដាប់ហើយយើងដាក់ស្លឹកខ្ទឹមចូលអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់សូមអរគុណ